បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃច័ន្ទដើមសប្តាហ៍នេះនៅពេលដែលបើកផ្សារមកយើងឃើញថាតម្លៃមាសក៏ដូចជាតម្លៃប្រាក់នឹងមានការស្រោតចុះមកបន្តិចមុននឹងមានការព្យាយាមឡើងទៅវិញហើយទាំងនេះដោយបងប្អូនបានដឹងជាទូទៅហើយថាដោយសារបញ្ហានៅតំបន់មជ្ឈិមបូព៌ានឹងវាចាប់ផ្ដើមឡើងកម្ដៅមកវិញក្រោមការពមៀនរបស់ត្រាំហើយជាងនេះទៅទៀតយើងឃើញថាកម្លាំងដុល្លារហើយនឹងសន្ទុះប្រេងនឹងមានការកើនឡើងដែលវាជាការដាក់សម្ពាធមកលើតម្លៃមាសហើយនឹងតម្លៃប្រាក់អញ្ចឹងនៅក្នុងមាតិកាវិភាសានេះខ្ញុំមាន2ចំណុចសម្រាប់ជម្រាបជូនបងប្អូនទី1គឺយើងនិយាយអំពីសុខភាពមាសនាពេលបច្ចុប្បន្ននេះហើយនឹងចំណុចទី2យើងនិយាយអំពីចលករមួយចំនួនដែលជួយទប់តម្លៃមាសនឹងកុំឲ្យធ្លាក់ចុះខ្លាំងឬក៏អាចឈានទៅរកការកើនឡើងវិញអញ្ចឹងមុននឹងចូលកត្តា fundamental 2ចំណុចនេះយើងទៅមើលកត្តា technical សិនអញ្ចឹងជំហានដំបូងគឺយើងមកមើលក្រាបដែលបង្ហាញ candle សម្រាប់បង្គោលមួយសប្តាហ៍សិនអញ្ចឹងយើងឃើញថាបង្គោលប្រចាំសប្តាហ៍គឺនៅតែរក្សាការកើនឡើងរបស់វាជានិច្ចដែលគោលដៅនឹងទំនងជាមក clear នៅត្រង់តម្លៃ 5000 នេះដែលវាជាចំណុចមួយមាន hidden order block ផងហើយក្នុងនឹងក៏មានចន្លោះ gap នៅនឹងដែរដូច្នេះបង្គោលប្រចាំសប្តាហ៍គឺនៅតែរក្សាការកើនឡើងរបស់ខ្លួនដដែលទេបន្ទាប់ទៅទៀតគឺយើងមើលបង្គោលប្រចាំថ្ងៃវិញម្ដងអញ្ចឹងសម្រាប់បង្គោលប្រចាំថ្ងៃយើងឃើញថាថ្ងៃច័ន្ទដើមសប្តាហ៍នេះទន្ទឹមពេលដែលវាបើកផ្សារមកវាធ្លាក់ចុះឥឡូវនេះវាព្យាយាមឡើងទៅវិញដែលបើតាម technical នោះគឺជាការឡើងមកសម្អាតតំបន់ FVG នេះអញ្ចឹងនេះជាតំបន់ FVG ដែលវាប្រាប់ពីចន្លោះតម្លៃទទេស្អាតគឺបើតាមបច្ចេកទេសគឺត្រូវតែឡើងមកធ្វើ rebalance ពីព្រោះកន្លែងហ្នឹងសាច់ប្រាក់អត់ទាន់បានសម្អាតទេនៅជាប់អញ្ចឹងនៅពេលដែលវាឡើងទៅសម្អាតហើយប្រសិនបើកត្តា fundamental នៅតំបន់មជ្ឈិមបូព៌ានឹងវាមានការស្រោះស្រូលគ្នាល្អអញ្ចឹងវាបន្តឡើងទៅលើទៀតតែបើវាមានបញ្ហាឡើងកម្ដៅខ្លាំងមានភាពប្រឈមខ្ពស់អញ្ចឹងវានឹងធ្លាក់ចុះមកវិញការធ្លាក់ចុះហ្នឹងគឺធ្លាក់មក clear តំបន់ដែលវាជាប់ដោយការដែលព្យាយាមទិញឡើងនេះអញ្ចឹងយើងឃើញថាបង្គោលប្រចាំថ្ងៃគឺវាមានការព្យាយាមឡើងទៅលើវិញដូច្នេះយើងបានពីរហើយទាំងបង្គោលប្រចាំសប្តាហ៍ក៏កើនឡើងហើយបង្គោលប្រចាំថ្ងៃនេះក៏កើនឡើងឥឡូវយើងទៅមើលបង្គោលក្នុង1ម៉ោងវិញម្ដងអញ្ចឹងសម្រាប់បង្គោលក្នុង1ម៉ោងទន្ទឹមនៅពេលដែលបើកផ្សារមកឃើញថាវាមានការធ្លាក់ចុះរហូតដល់ដាច់ gap ទៅទៀតហើយអាត្រង់ចន្លោះប្រហោងនេះគេហៅថា gap អញ្ចឹងការដែលវាធ្លាក់ចុះហ្នឹងគឺវាធ្លាក់ចុះមកដាច់ gap ខ្លាំងមែនតើហើយឥឡូវនេះវាព្យាយាមឡើងទៅវិញដំណើរដែលវាព្យាយាមឡើងទៅបែបនេះគឺតាម technical market controller ហ្នឹងគឺធ្វើយ៉ាងណាឲ្យផ្សារនេះមក rebalance នៅត្រង់ចន្លោះ gap នេះគឺចន្លោះ gap ដែលវាត្រូវ rebalance ឬក៏ត្រូវសម្អាតហ្នឹងគឺវានៅប៉ុណ្្នឹងទៀតនៅទំហំប៉ុណ្្នឹងទៀតហើយសម្រាប់ time frame 1ម៉ោងនេះបើយើងមើលមកលើត្រង់ចំណុចនេះក៏ស្តៀងគ្នាដែរគឺវាមានការដាច់ gap ដូចគ្នាបន្ទាប់មកផ្សារព្យាយាមបង្កើត swing ថ្មីមួយទៀតសម្រាប់កើនឡើងហើយដូចគ្នានេះដែរត្រង់ចំណុចនេះក៏ប្រហែលជាមានលំអានដូចគ្នានឹងចំណុចដែលវាធ្លាប់ដាច់ gap ពីមុននឹងដែរហើយមួយវិញទៀតនោះនៅក្នុង time frame 1ម៉ោងនេះប្រសិនបើយើងមើលនៅក្នុង trend line វិញគឺគិតចាប់តាំងពីវាធ្លាក់ចុះដល់កម្រិតទាបបំផុតហ្នឹងហើយមកដល់អ្វីដែលវាព្យាយាមបកឡើងទៅវិញនេះយើងឃើញថាទំនោររបស់វានឹងគឺនៅតែរក្សាការកើនឡើងដដែលទេហើយអ្វីដែលធ្វើឲ្យតម្លៃមាសវាញយមកក្រោមឬក៏ធ្លាក់មកក្រោមនេះដូចបានបញ្ជាក់ដោយសារកត្តា fundamental នៅតំបន់មជ្ឈិមបូព៌ាក៏ប៉ុន្តែបញ្ហានៅតំបន់នេះវាហាក់ដូចជាស៊ាំជាមួយនឹងតម្លៃមាសទៅហើយមាសហាក់ដូចជាស្គាល់ចរិតរបស់ត្រាំពីព្រោះគាត់តែងតែក្តៅហើយតិចហើយក្តៅប្រសិនបើគាត់ប្រកាសក្រៅឆាក
ឆោងឆាងអញ្ចឹងនៅក្នុងឆាកវាអាចមានភាពត្រជាក់តែបើគាត់ប្រកាសពីក្នុងឆាកមករាងត្រជាក់អញ្ចឹងខាងក្រៅឆាកអាចមានការឡើងកម្ដៅអញ្ចឹងហើយបានជាយើងឃើញថាទំនោរតម្លៃមាសបើទោះបីជាវាមានសម្ពាធឬក៏រងសម្ពាធពីវិបត្តិនៅមជ្ឈមបូព៌ានឹងក៏ដោយក៏ទំនោរវានៅតែព្យាយាមកើនឡើងដដែលហើយសម្រាប់តម្លៃដែលបងប្អូនអាចចូលជួញដូរបានឬក៏ទិញឡើងបានយើងអាចពិនិត្យមើលក្នុង Fibonacci បានអញ្ចឹងខ្ញុំទាញ Fibonacci ពី swing high មក swing low នេះគឺដោយសារតែវាមានជាប់ដោយតំបន់ FVG ឬក៏ដែលយើងហៅថាតំបន់ displacement តំបន់ទាំងអស់ហ្នឹងគឺវាមានច្រើនអញ្ចឹងតម្លៃដែលបងប្អូនអាចរងចាំទិញបានគឺសម្រាប់តំបន់ទី1គឺចន្លោះ 0.5 មកដល់ 0.6 ដែលវាអាចនៅក្នុងតម្លៃ 4783 នេះហើយតំបន់ចន្លោះទី2គឺនៅត្រង់ 0.78 មកដល់លេខ1អញ្ចឹងនៅត្រង់តំបន់នេះវាមាន FVG មួយដែរដែលតម្លៃអាចចូលទិញបានហ្នឹងគឺ 4722 ហើយនឹងតំបន់ទី3នោះគឺចន្លោះពីលេខ1មកដល់លេខ 1.27 ដែលវាមានតំបន់ FVG ដែរហើយតម្លៃដែលយើងអាចចូលទិញបាននោះគឺ 4677 អញ្ចឹងសម្រាប់និន្នាការផ្សារនៅក្នុងកត្តា technical បើយើងមើលទៅក្នុង chart នេះទៅទាំងរយៈពេល1អាទិត្យរយៈពេល1ថ្ងៃហើយនឹងរយៈពេល1ម៉ោងហ្នឹងគឺវានៅតែមានដំណើរក្នុងការកើនឡើងបើទោះបីជារងសម្ពាធពីបញ្ហាឡើងកម្ដៅនៅតំបន់មជ្ឈមបូព៌ាក៏ដោយហើយតទៅនេះទៅយើងចូលកត្តា fundamental វិញម្ដងដែលមាន2ចំណុចចឹងចំណុចទី1គឺនិយាយអំពីសុខភាពមាសដែលវាប្រែប្រួលទៅតាមស្ថានភាពតំបន់នឹងឯងអញ្ចឹងយើងឃើញថាច្រកសមុទ្រហូម៉ូសចាប់ផ្ដើមមានការបិទឡើងវិញហើយគឺទាំងខាងអ៊ីរ៉ង់ហើយនិងខាងអាមេរិកអញ្ចឹងមិនថានាវាពាណិជ្ជកម្មនឹងចេញពីខាងអាមេរិករួចក៏ដោយទៅដល់ខាងអ៊ីរ៉ង់មិនអាចចេញរួចទេត្រឡប់មកវិញបើទោះបីជាចេញពីខាងអ៊ីរ៉ង់រួចក៏ដោយក៏ទៅដល់កន្លែងខាងអាមេរិកនឹងក៏ចេញរួចដែរហើយមួយទៀតនោះគឺការពមៀនរបស់ត្រាំថ្មីនេះយើងឃើញថាសេតវិមានបានបង្ហោះសាររបស់ត្រាំថាគម្រាមកំទេចអ៊ីរ៉ង់ក្នុងរយៈពេល72ម៉ោងនៅពេលដែលសុពលភាពបត់ឈប់បាញ់នឹងវាផុតកំណត់ហើយនៅក្នុងករណីដែលអ៊ីរ៉ង់នឹងមិនព្រមចុះកិច្ចព្រមព្រៀងនេះជាការពមៀនរបស់គាត់ហើយដល់ឡែកខាងអ៊ីរ៉ង់វិញបានចោទអាមេរិកថារំលោភកិច្ចព្រមព្រៀងព្រមទាំងពមៀនក្នុងការឆ្លើយតបភ្លាមផងដែរដូច្នេះចំណុចដែលត្រាំពមៀនបែបនេះហើយវាធ្វើឲ្យតម្លៃមាសនឹងស្រត់ចុះឬក៏ទ្រោមចុះហើយមួយទៀតកត្តាដែលធ្វើឲ្យតម្លៃមាសស្រត់ចុះឬក៏ទ្រោមចុះណាស់ដែរនោះគឺកម្លាំងដុល្លារហើយនឹងតម្លៃប្រេងនឹងវាមានការកើនឡើងកម្លាំងដុល្លារឬក៏តម្លៃប្រេងនៅវាកើនឡើងនឹងមកពីការពមៀនរបស់ត្រាំនឹងឯងចំណុចមួយទៀតដែលដាក់សម្ពាធទៅលើតម្លៃមាសដែរគឺអតិផរណាបើតាមការពមៀនរបស់ត្រាំដែលថាវាយប្រហារអ៊ីរ៉ង់ដោយកំទេចទៅលើស្ពានឬក៏ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធម្មពលជាដើមនឹងវានឹងធ្វើឲ្យវិបត្តិនៅតំបន់ហ្នឹងកាន់តែវឹកវរហើយការចរាចរណ៍ធម្មពលរត់តែជាប់គាំងអញ្ចឹងវារុញឲ្យអតិផរណានៅទូទាំងពិភពលោកហ្នឹងចាប់ផ្ដើមកើនឡើងកាន់តែខ្លាំងទៀតត្រង់នេះហើយដែលវាជាការជំរុញទៅឲ្យធនាគារកណ្ដាលហ្នឹងមិនកាត់បន្ថយអត្រាការប្រាក់ឬក៏ព្យាយាមដំឡើងអត្រាការប្រាក់បន្ថែមទៀតចំណុចទី2គឺចលករដែលជួយទប់តម្លៃមាសនឹងកុំឲ្យធ្លាក់ចុះខ្លាំងដោយដែលខ្ញុំបានលើកឡើងបើទោះបីជាស្ថានភាពនៅតំបន់មជ្ឈមបូព៌ានឹងវាដាក់សម្ពាធទៅលើវិស័យធម្មពលហើយរុញអតិផរណាកើនឡើងនិងចុងក្រោយច្រានតម្លៃមាសឲ្យធ្លាក់ចុះក៏ដោយក៏បងប្អូនមិនត្រូវអស់សង្ឃឹមដែរពីព្រោះវានៅមានចលករមួយចំនួនទៀតដែលជួយទប់តម្លៃមាសនឹងកុំឲ្យធ្លាក់ទៅតាមស្ថានភាពដែលវាកើតឡើងហើយដោយដែលខ្ញុំតែងតែបញ្ជាក់ថាមាសនឹងវាហាក់ដូចជាស្គាល់ចិត្តស្ថានភាពនៅតំបន់មជ្ឈមបូព៌ានឹងអញ្ចឹងចលករទី1ដែលជួយទប់តម្លៃមាសកុំឲ្យធ្លាក់ចុះខ្លាំងនឹងយើងឃើញថាថ្មីនេះរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបានបញ្ចេញសាច់ប្រាក់ទិញបានបំណុលរបស់ខ្លួនមកវិញរហូតដល់$15,000 លានគឺជាការចាក់លុយចូលទៅក្នុងស្ថាប័នហិរញ្ញវត្ថុឯកជននឹងខ្លាំងមែនទែនតាមរយៈការទិញបានបំណុលរបស់ខ្លួននឹងត្រឡប់មកវិញ
មានន័យថាលុយនឹងវាហូរចូលទៅវិស័យឯកជនដែលត្រូវផ្ដល់កម្ចីឬក៏បង្កើតផលិតកម្មផ្សេងៗចំណុចទី2គឺការបន្តទិញមាសរបស់វិនិយោគិននៅតំបន់អាស៊ីអញ្ចឹងបើទោះបីជាស្ថានភាពនៅច្រកសមុទ្រហូម៉ូសហ្នឹងវាឡើងកម្ដៅក៏ដោយក៏យើងឃើញថាវិនិយោគិននៅតំបន់អាស៊ីហ្នឹងនៅតែមានសមានចិត្តចំពោះមាសឬក៏ភាពជឿជាក់ទៅលើមាសដដែលហើយមិនត្រឹមតែវិនិយោគិនធម្មតានោះទេទោះបីជាធនាគារកណ្ដាលរបស់សម្ព័ន្ធព្រិចធនាគារកណ្ដាលចិនក៏នៅតែមានការទិញមាសចូលដែរហើយនឹងចលករទី3ចុងក្រោយនេះគឺគោលជំហររបស់ធនាគារពាណិជ្ជធំក្នុងនោះមាន UBP, JP Morgan, Deutsche Bank, UBS ជាដើមហ្នឹងគឺនៅតែរក្សាកម្រិតព្យាករណ៍របស់ខ្លួនទៅលើតម្លៃមាសហ្នឹងខ្ពស់ដដែលភាគច្រើនចន្លោះនៃការព្យាករណ៍របស់ធនាគារពាណិជ្ជធំទាំងនោះគឺកម្រិតតម្លៃមាសនៅក្នុងរង្វង់ 6000 អញ្ចឹងយើងឃើញថាធនាគារធំនៅតែមានសុទិដ្ឋិនិយមទៅលើកំណើនរបស់តម្លៃមាសជាដដែលហើយអ្វីដែលយើងលើកឡើងនេះមិនទាន់បានគិតអំពីវិស័យឧស្សាហកម្មវិស័យគ្រឿងអលង្ការចូលទៀតទេដែលវិស័យទាំងពីរនេះក៏រួមចំណែកធំផងដែរសម្រាប់ជួយទប់តម្លៃមាសឬក៏ជួយជំរុញតម្លៃមាសនឹងឲ្យកើនឡើងអញ្ចឹងសង្ខេបជាចុងក្រោយត្រឡប់មកវិញថាសុខភាពមាសបើទោះបីវាប្រឈមជាមួយនឹងការរងសម្ពាធពីវិបត្តិនៅមជ្ឈមបូព៌ាក៏ដោយក៏ស្ថានភាពនោះវាធ្វើឲ្យមាសនឹងស៊ាំដែលធ្វើឲ្យមាសនឹងមានភាពស៊ាំជាមួយនឹងស្ថានភាពនឹងហើយចំណុចមួយទៀតទន្ទឹមនឹងមាសបែបជារៀងស្គាល់ចិត្តស្ថានភាពនៅតំបន់មជ្ឈមបូព៌ានឹងផងវាបែរមកបន្ថែមកម្លាំងឬក៏ចលករថាមពលមួយចំនួនទៀតដែលជួយទប់ខ្លួនវានឹងកុំឲ្យធ្លាក់ចុះខ្លាំងឬក៏អាចឈានទៅជំរុញឲ្យមានការកើនឡើងអញ្ចឹងបងប្អូនអាចស្វែងរកការអានព័ត៌មាននៅក្នុង Kitco Discovery Alert ឬក៏ Yahoo Finance បានហើយចុងបញ្ចប់នេះខ្ញុំបាទសូមអរគុណសូមគោរពលាហើយសូមគោរពជូនពរបងប្អូនដែលជាអ្នកសន្សំមាសក៏ដូចជាអ្នកវិនិយោគមាសនឹងសូមទទួលបានផលចំណេញគ្រប់គ្នា